ឆ្នៃឡងសិតនឹងគឺ one dash ហើយខ្ញុំបាន order favorite food របស់ខ្ញុំទៀតហើយគឺញ៉ាំ pizza ទៀតហើយកម្រងរបស់ខ្ញុំអត់មានតាណាទៀតទេគឺនឹងអង្គុយមើលថ្ងៃលិចស្ដាប់សលេងទឹកសមុទ្រដើរលេងតាមមាត់ឆ្នេរអីអញ្ចឹងរហូតដល់យប់តែម្ដងដោយសារតែយប់នេះគឺគេមានសម្ដែងភ្លើងហើយចំណុចពិសេសរបស់ឆ្នេរឡងសិតហ្នឹងគឺការសម្ដែងភ្លើងហ្នឹងហើយការសម្ដែងភ្លើងហ្នឹងគឺអត់មានការកាត់លុយអីទេគ្រាន់តែយើងចូលអង្គុយញ៉ាំអីនៅ one dash ហ្នឹងទៅយើងអាចមកអង្គុយញ៉ាំបដាមើលសូបដាហើយសម្រាប់សូហ្នឹងគឺគេលេងដូចជាម៉ោង8 កន្លះអីហ្នឹងហើយសម្រាប់ខ្ញុំបានកំង barbecue មឹកអាំងនិយាយទៅមឹកអាំងរបស់គាត់ហ្នឹងគឺផ្អែមទុននិយាយទៅឆ្ងាញ់ខ្លាំងមែនតើមកខ្ញុំ recommend សម្រាប់អ្នកដែលមកគឺកុំភ្លេចញ៉ាំមឹកអាំងហ្នឹងប៉ុន្តែក៏មានម្ហូបផ្សេងដែរដូចជា barbecue គោសាច់ថៃគ្រឿងសមុទ្រផ្សេងហើយសម្រាប់តម្លៃវិញគឺមានចាប់ពី5រៀល7រៀល8រៀល10រៀលជាងក៏មានដែរនិយាយទៅខុសពី barbecue ហ្នឹងក៏មានម្ហូបផ្សេងដែរឥឡូវដល់ម៉ោងដែល Fire Also នឹងលេងនិយាយទៅការសម្ដែងហ្នឹងគឺពិសេសមែនតើមកខ្ញុំអត់ធ្លាប់ដែរបានមើលផ្ទាល់ទេហើយលើកទី1របស់ខ្ញុំហីធ្លាប់តែមើលតាម TikTok